សម្រាប់តេជោហ៊ុនសែនរឿងគួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជានិងឈានដល់ការបញ្ឈប់ទិញទំនិញពីថៃមកប្រើក្នុងប្រទេសកម្ពុជានៅមុននេះបន្តិចសម្រាប់តេជោបានបង្ហោះតាមเพจផ្លូវការរបស់សម្ដេចថាកន្លងមកក្រុមជ្រុលនិយមថៃដោយមានការគ្រប់គ្រងពីពួកយោធាដែលនិយមសង្គ្រាមបានគម្រាមមកកម្ពុជាថានឹងកាត់ភ្លើងកាត់អ៊ីនធឺណិតកាត់ភ្លើងអីបើកម្ពុជាមិនប្រើភ្លើងថៃផងកាត់អ៊ីនធឺណិតអីបើកម្ពុជាមានអ៊ីនធឺណិតប្រើគ្រប់គ្រាន់ហើយនោះខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធានៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែពេលនេះវាបានរីករួចស្រេចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនថ្ងៃស្នាក់នៅជាឯកតោភាគីនិងការគម្រាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរាយលុះបន្លាចតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនឹងចិត្តបើបានជាជ្រុលរបៀបនេះទៅហើយខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានដល់ការបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងប្រទេសកម្ពុជាផងដែរកម្ពុជាមិនគួរខ្លាចថៃបណ្ដេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេព្រោះរឿងនេះយើងក៏លំបាកថៃខ្លួនឯងក៏លំបាកដោយសារក្រុមហ៊ុនថៃខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែររឿងនេះសុទ្ធតែជាដល់មតិសម្រាប់ការពិចារណាតែរឿងគួរធ្វើភ្លាមនោះគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជានេះបើយោងតាមការបង្ហោះរបស់សម្ដេចតេជោហ៊ុនសែននាយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះ